បងប្អូនឃើញក្បាលវីដេអូទីមើលថាថ្ងៃនេះខ្ញុំមកធ្វើអីទៀតហើយមានមន់មួយដុតមន់ឬក៏យ៉ាងណាជំរាបសួរតែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើមន់ទឹមដែលមានរសជាតិឈ្ងុយឆ្ងាញ់មែនណាបងប្អូនទាំងអស់គ្នាបើមិនជឿមកសាកបានអញ្ចឹងកុំឲ្យខាតពេលយូរយើងទៅធ្វើទាំងអស់គ្នាអញ្ចឹងមុននឹងទៅធ្វើគឺដាំបាយឲ្យហើយបងប្អូនទាំងអស់គ្នាដាំបាយ2ឆ្នាំងមកជាដំបូងខ្ញុំមានគ្រឿងផ្សំដូចជាផ្សិតត្រចៀកកដោគ្រាប់ហៅឡង្តាវកាចេកការ៉ុតពពុះសណ្ដែកគ្រាប់សណ្ដែកនិងផ្សិតខ្មៅរួចហើយនេះខ្ញុំក៏មានសាច់ជ្រូកចិញ្ច្រាំមានខ្ទឹមសខ្ទឹមក្រហមខ្ទឹមបារាំងហើយនេះខ្ញុំមានមាន់ចំនួន1ក្បាលមាន់យើងយកមាន់ស្រែមកបងប្អូនទាំងអស់គ្នាបានមានរសជាតិឆ្ងាញ់ជាដំបូងនេះខ្ញុំយកមាន់ទៅប្រឡាក់គ្រឿងសិនដាក់ទឹកប្រេងខ្យង1ស្លាបព្រាបាយទឹកស៊ីអ៊ីវ1ស្លាបព្រាបាយហើយនេះខ្ញុំប្រឡាក់មាន់ឲ្យចូលសព្វល្អសិនមកប្រឡាក់ហើយនេះខ្ញុំបានទុករយៈពេល5នាទីសិនបងប្អូនទាំងអស់គ្នាឃើញថាមាន់មកយើងចូលសព្វគ្រឿងល្អហើយនេះខ្ញុំក៏បានមកចិញ្ច្រាំសាច់ជ្រូកនេះខ្ញុំយកសាច់ជ្រូក3ជាន់មកមានរសជាតិឆ្ងាញ់ចឹងយើងចិញ្ច្រាំឲ្យម៉ត់មកបើសិនជាបងប្អូនមានម៉ាស៊ីនកិនសាច់យើងដាក់ម៉ាស៊ីនកិនសាច់មកលឿនចិញ្ច្រាំសាច់ជ្រូកម៉ត់ហើយទុកមួយឡែកសិននេះខ្ញុំមកដាក់ខ្ទះឲ្យក្តៅដាក់ប្រេងអូលីវបន្តិចដាក់ខ្ទឹមសខ្ទឹមក្រហមខ្ទឹមបារាំងចូលរំលីងខ្ទឹមឲ្យឡើងឈ្ងុយសិនមកបងប្អូនទាំងអស់គ្នាឈ្ងុយពីដើមភូមិរហូតដល់ចុងភូមិឥឡូវនេះឃើញថាមកយើងឈ្ងុយហើយនេះខ្ញុំដាក់សាច់ជ្រូកចូលយើងឆាសាច់ជ្រូកឲ្យឡើងក្រហមហើយឡើងឈ្ងុយជាមួយនឹងខ្ទឹមសិនមកនេះខ្ញុំបានដាក់បន្លែចូលបន្លែរបស់យើងមានប្រមាណមុខនេះយើងដាក់ទាំងអស់មកបងប្អូនទាំងអស់គ្នារួចហើយនេះខ្ញុំបានឆាបន្លែឲ្យចូលសព្វជាមួយនឹងគ្រឿងរបស់យើងឲ្យឡើងឈ្ងុយសិនមកហើយនេះខ្ញុំដាក់ម្សៅស៊ុប1ចុងស្លាបព្រាបាយស្ករស1ចុងស្លាបព្រាបាយដាក់អំបិល1ចុងស្លាបព្រាបាយដាក់ទឹកប្រេងខ្យង1ចុងស្លាបព្រាបាយរួចហើយនេះខ្ញុំបានកូរបន្លែរបស់យើងចូលសព្វជាមួយនឹងគ្រឿងយើងឆាបន្លែឆ្អិនហើយនេះខ្ញុំក៏បានដួសទុកមួយឡែកសិនយើងមកដាក់ចៀនមាន់សិនបងប្អូនទាំងអស់គ្នាយើងដាក់ខ្ទះមកយើងដាក់ប្រេងអូលីវបន្តិចមកយើងដាក់មាន់ចៀនមកចៀនឲ្យក្រហមមកឃើញថាមាន់របស់យើងក្រហមម្ខាងនេះខ្ញុំបានប្រែម្ខាងទៀតដើម្បីឲ្យក្រហមស្មើគ្នាអញ្ចឹងឃើញថាមាន់របស់យើងប៉ុណ្ណឹងបានហើយនេះខ្ញុំក៏បានយកមាន់ទៅញាត់ជាមួយនឹងគ្រឿងរបស់យើងដែលបានឆាបាញ់មិញអញ្ចឹងយើងញាត់ឲ្យពេញមាន់មកបងប្អូនទាំងអស់គ្នាបងប្អូនខ្លះធ្វើមាន់ទឹមក៏អត់ចៀនជាមួយនឹងមាន់ហើយក៏អត់ឆាបន្លែទេធ្វើអញ្ចឹងក៏បានដែរប៉ុន្តែរសជាតិអត់សូវឆ្ងាញ់ទេឥឡូវនេះឃើញថាមាន់របស់យើងបានញាត់គ្រឿងអស់ហើយនេះខ្ញុំបានយកមកដាក់ចំហុយរយៈពេល40នាទីមកបងប្អូនទាំងអស់គ្នាឃើញថា40នាទីកន្លងផុតទៅឥឡូវនេះមាន់ទឹមរបស់យើងឆ្អិនហើយនេះខ្ញុំក៏បានដួសដាក់ថាសមួយមកគឺអត់អស់ទេបើថាមាន់យើងរៀងធំដែរហើយមានគ្រឿងទៀតចាំបងប្អូនមាន់ទឹមរបស់យើងឆ្អិនហើយដួសបាយមករសជាតិគឺថា10លើ10តែម្ដងធ្លាប់តែញ៉ាំកន្លែងគេឬក៏ញ៉ាំកម្មវិធីការអីបងប្អូនទាំងអស់គ្នាឥឡូវនេះគឺថាធ្វើខ្លួនឯងញ៉ាំគឺស្នាដៃអែនតែរសជាតិគឺថាឆ្ងាញ់មែនទែនចាំបងប្អូនបើសិនជាអាចធ្វើអាចសាកធ្វើញ៉ាំបាននេះខ្ញុំធានាលើរសជាតិហើយបើសិនជាបងប្អូនអាចដែរចៀនជាមួយនឹងមាន់ឬក៏អាចដែរឆាជាមួយនឹងបន្លែអាចសាកធ្វើចឹងបានរសជាតិគឺថាឆ្ងាញ់អរគុណបងប្អូនដែលបានតាមដានវីដេអូនេះខ្ញុំតាំងពីដើមរហូតដល់ចប់